បាទសួស្តីបងអញ្ចឹងនេះគឺជាវីដេអូdownload app Calibre នៅលើ MacBook បងអញ្ចឹងបងអាចចូលមកកាន់ browser ដោយវាយពាក្យថា Calibre download បានអញ្ចឹងពេលដែលបង download ហើយបងអាចធ្វើការចុចទៅលើ website របស់គេហ្នឹងទៅដែលនៅខាងលើគេហ្នឹងហើយបងអាចធ្វើការជ្រើសរើស Mac OS បានអញ្ចឹងបងដោយសារយើង download លើ Mac បន្ទាប់បងជ្រើសរើស Mac OS ហើយបងអាចធ្វើការចុច download ហ្នឹងមកអញ្ចឹងនេះបន្ទាប់ពីបង download ហើយគឺវានឹង load ចូលមក folder download របស់បងឲ្យបងជាទូទៅបើពេលវា load អញ្ចឹងហើយបងអាចធ្វើការចុច double click បើកវាបានបងបន្ទាប់ឲ្យបងចុច2 ដងអញ្ចឹងទៅវានឹង load ផ្ទាំងនេះមកអញ្ចឹងបងធ្វើការអូសCalibre ហ្នឹងទៅទាញដាក់នៅក្នុង application បងចុចមក click ឲ្យជាប់ទៅហើយបងទាញវាទៅដាក់នៅក្នុង Calibre application ហ្នឹងអញ្ចឹងណាបងហើយអានេះពេលដែលបងទាញចូលមកដាក់បើសិនជាបង lock folder application អាហ្នឹងវានឹងតម្រូវឲ្យបងធ្វើការវាយ username ជាមួយនឹង password ឯបងអញ្ចឹងនេះដោយសារតែខាងបងអូនបាន lock អញ្ចឹងអាហ្នឹងខាងបងអូនសុំវាយ username password សិនបន្ទាប់ពីវាយហើយគឺវានឹងធ្វើការ install Calibre ចូលម៉ាស៊ីនរបស់យើងឲ្យបងអញ្ចឹងនេះយើងអាចចាំឲ្យវា install ឲ្យពេញសិនមកអញ្ចឹងអានេះពេលវា install ពេញហើយយើងអាច check បាននៅក្នុង application ណាពេលដែលយើងចូលមកគឺនឹងឃើញនេះគឺ Calibre របស់យើងអញ្ចឹងពេលដែលយើងបើកលើកដំបូងវានឹងសួរយើង open ហើយដោយសារតែ app Calibre គឺយើង down ចេញមកពី browser ដល់ពេលយើងបើកវាបានហើយអានេះយើងត្រូវ set up សិនដូចជាជ្រើសរើសភាសាអានេះបងអាចដាក់អង់គ្លេសអញ្ចឹងទៅហើយកន្លែងនេះគឺមានន័យថា location របស់សភៅយើងបងអាចយក default ក៏បានឬមួយក៏បងចង់ទុកនៅ folder ណាមួយក៏បានហើយបន្ទាប់មកកន្លែងនេះខាងបង recommend ឲ្យយកតាមគេហ្នឹងទៅគឺ generic ទាំងពីរហ្នឹងហើយបងអាចចុច next បន្តរហូតដល់ finish ទៅគឺបងអាច down បានហើយបង